របៀបស្ងោរបង្កងងាយៗមានឲ្យជារសឆ្ងាញ់ខ្ញុំមានបង្កងចំនួន3ដែលខ្ញុំទិញនៅ Smart ហើយខ្ញុំនឹងធ្វើស្ងោរជ្រក់ដែលមានឲ្យជារសឆ្ងាញ់បែបពិធីងាយៗអត់ស្មុគស្មាញដំបូងគឺយើងត្រូវយកបង្កងយកមកកាត់ដៃឲ្យវាខ្លីៗសិនងាយស្រួលទេព្រោះដោយសារតែដៃរបស់វានឹងគឺវាមានកលែអញ្ចឹងយើងកាត់ទៅហើយមួយវិញទៀតគឺយើងត្រូវធ្វើបង្កងឲ្យបានស្អាតដោយសារតែកន្លែងខួរចិត្តខួររបស់វានៅលើខាងក្បាលហ្នឹងគឺអាចបង្កងវានៅនឹងគឺយើងឆ្កឹះឲ្យស្អាតដើម្បីពេលដែលយើងញ៉ាំទៅគឺស្និទ្ធមាត់យើងធ្វើឆ្កឹះសម្អាតវាឲ្យបានស្អាតដើម្បីឲ្យការស្ងោររបស់យើងហ្នឹងពេលដែលយើងស្ងោរទៅយើងទុកចិត្តថាយើងបានធ្វើបានស្អាតបាតហើយបង្កងនេះផងដែរវាធំល្មមដែរធំគួរសមដែរចំនួន3ហ្នឹងបន្ទាប់មកយើងយកបង្កងយកទៅលាងទឹកឲ្យបានស្អាតលាងពី3ទឹកទៅឲ្យបានស្អាតដើម្បីយកមកពងហូបយើងលាងទៅម៉េចឲ្យបានស្អាតមើលកន្លែងក្បាលរបស់វាឆ្កឹះហើយក្បាលខ្មៅនឹងចេញឲ្យបានស្អាតកុំឲ្យវាធំក្លិនយើងលាងហើយយើងស្រោះវាទុកម្ដងបន្ទាប់មកគឺយើងលាងជីស្គល់ស្លឹកគ្រៃម្ដេងក្រូចឆ្មាដើម្បីទុកម្លាយសិនបន្ទាប់មកយើងទុកវាមួយឡែកសិនហើយយើងរៀបចំទៅដាំទឹកដើម្បីស្ងោរយើងដាក់ទឹកម្សៅល្មមដែរតាមចំណង់ចំណូលចិត្តដែលយើងកំណត់ទៅលើចំនួនមួយដែលយើងធ្លាប់ធ្វើចឹងបន្ទាប់មកយើងយកស្លឹកគ្រៃដែលយើងបានលាងទឹកហើយនោះយកមកដំដើម្បីយកទៅដាក់ក្នុងទឹកស្ងោរយើងអាចកាត់វាជាខ្លីជាកង់ទៅដើម្បីងាយស្រួលក្នុងការស្ងោរហើយម្ដេងក៏ដូចគ្នាដែរចិតសបកឲ្យស្អាតហើយយើងដំទុកដាក់ស្ងោរហើយមួយវិញទៀតគឺដាក់អាចអត់បានគឺគល់ខ្ទឹមចាវាឈ្ងុយហើយមួយទៀតគឺបន្ទាប់មកទឹកពុះយើងដាក់គល់ស្លឹកគ្រៃម្ដេងស្លឹកក្រូចសើចហើយក្រុមដាក់ចូលពេលទឹកពុះគឺយើងដាក់ស្ករអំបិលប៊ីចេងហើយនឹងទឹកត្រីបន្តិចតាមចំណង់ចំណូលចិត្តយើងបន្ទាប់ពីដាក់គ្រឿងហើយគឺយើងកូរវាឲ្យសព្វទុកឲ្យវាពុះហើយបន្ទាប់ពីពុះហើយគឺយើងនឹងរៀបចំដាក់បង្កងចូលដើម្បីឲ្យបង្កងវាចូលជាតិជាមួយនឹងគ្រឿងអំបិលស្ករប៊ីចេងដែលយើងបានដាក់មុនយើងដាក់ចូលទៅហើយយើងកូរវាតិចមកឲ្យបង្កងវាជ្រាបចូលនៅពេលដែលដាក់បង្កងស្ងោរហើយវាអត់ទាន់ពុះយើងមកឆ្លៀតហាន់ជាហើយចាមានជាណាមានជានាងវងអីជាដើមយើងហាន់វាកណាត់ទៅហើយហាន់ម្ទេសដើម្បីទុកដាក់ទឹកត្រីហ្នឹងអត់បានទេរបស់ឆ្ងាញ់ចាទឹកត្រីម្ទេសបន្ទាប់មកគឺយើងហាន់ក្រូចឆ្មាទុកដោយឡែកមកហើយនៅពេលដែលឆ្អិនគឺយើងច្របាច់យកតែម្ដងកុំឲ្យខាតពេលនេះជីក្រូចឆ្មាយើងហាន់ហើយយើងទុកម្លាយឥឡូវយើងមកមើលស្ងោរបកងយើងពុះហើយខូចមើលទៅតំណងមែនតើចាហើយយើងភ្លក់សិនបើស្ទើរគ្រឿងគឺយើងអាចថែមតាមចំណង់ចំណូលចិត្តយើងបានចាតំណងមែនតើហើយយើងបង់ជីចូលតែម្ដងដោយសារតែខ្ញុំចូលចិត្តជីបែបឆ្អិនអញ្ចឹងណាខ្ញុំក៏បង់ជីចូលទៅឲ្យវាពុះជាមួយនឹងស្ងោររបស់យើងដើម្បីឲ្យយើងញ៉ាំទៅវាធានាថាយើងអត់ឈឺពោះឥឡូវយើងមកដួសដាក់ចានទាំងអស់គ្នាតំណងមែនតើឡំហុយហ្មងហុយចាបើនិយាយពីជាតិវិញគឺ13ជាតិចាឆ្ងាញ់មែនតើតែ3ទេប៉ុន្តែជាតិសាហាវចាអញ្ចឹងយើងដួសដាក់ចានមកដាក់មកល្មមដែលយើងអាចវាប៉ាន់ស្មានហើយយើងចានកុំឲ្យវាហៀហូរខ្លាំងពេកណាបន្ទាប់ពីយើងដាក់ហើយគឺយើងច្របាច់ក្រូចឆ្មាចាច្របាច់ក្រូចឆ្មាចូលទៅចំណងខ្ញុំចិត្តយើងចង់ជូរខ្លាំងច្របាច់រៀងច្រើនទៅបើជូរតិចច្របាច់ល្មមតែចានេះលទ្ធផលអរគុណជម្រាបវីដេអូក្រោយបាយ